Daily English speaking sentences ប្រយោគក្នុងការនិយាយភាសាអង់គ្លេសប្រចាំថ្ងៃ I water the plants. I water the plants. Water កន្លែងនេះគឺមានន័យថាជា verb គឺជាកិរិយាសព្ទគឺមានន័យថាស្រោចទឹក The plants កន្លែងនេះមានន័យថាដំណាំ I water the plants មានន័យថាខ្ញុំស្រោចទឹកដំណាំ I talk to friends. I talk to friends. ខ្ញុំនិយាយជាមួយមិត្តភក្តិ talk កន្លែងនេះគឺមានន័យថានិយាយ to friends មានន័យថាជាមួយឬក៏ទៅកាន់មិត្តភក្តិ I talk to friends ខ្ញុំនិយាយជាមួយមិត្តភក្តិ I spend time with my family. I spend time with my family. ខ្ញុំចំណាយពេលជាមួយគ្រួសារ Spend មានន័យថាចំណាយ Time មានន័យថាពេលវេលា Spend time មានន័យថាចំណាយពេលវេលា With family មានន័យថាជាមួយគ្រួសារដូច្នេះហើយ I spend time with my family មានន័យថាខ្ញុំចំណាយពេលជាមួយគ្រួសារ I go to bed early. I go to bed early. ខ្ញុំចូលគេងពីព្រលប់ Go to bed កន្លែងនេះមិនមានន័យថាទៅក្រែទេ bed កន្លែងនេះមានន័យថាចូលគេង Early មានន័យថាពីព្រលប់ពីក្បាលល្ងាចអញ្ចឹងទៅ I go to bed early មានន័យថាខ្ញុំចូលគេងពីព្រលប់ I meditate for a few minutes. I meditate for a few minutes. ខ្ញុំធ្វើសមាធិពី3នាទី Meditate មានថាធ្វើសមាធិ for a few minutes. Few minutes មានន័យថាពី3នាទីដូច្នេះហើយ I meditate for a few minutes មានន័យថាខ្ញុំធ្វើសមាធិពី3នាទី I listen to music. I listen to music. ខ្ញុំស្ដាប់ចម្រៀង Listen to មានន័យថាស្ដាប់ Music មានន័យថាតន្ត្រីឬក៏ចម្រៀងដូច្នេះហើយ I listen to music មានន័យថាខ្ញុំស្ដាប់ចម្រៀង I check social media. I check social media. Check មានន័យថាមើលឬក៏ត្រួតពិនិត្យ Social media មានន័យថាបណ្ដាញសង្គមដូចជា Facebook TikTok អីហ្នឹងគឺយើងហៅថាជាប្រព័ន្ធបណ្ដាញសង្គម Social media ដូច្នេះហើយ I check social media មានន័យថាខ្ញុំមើលបណ្ដាញសង្គម I take a nap. I take a nap. I take a nap. ខ្ញុំគេងសម្រាកភ្នែក Take a nap មានន័យថាយើងគេងសម្រាកភ្នែកប្រហែលជា15ទៅ20នាទីពេលថ្ងៃត្រង់អីហ្នឹងគឺយើងហៅថា I take a nap ខ្ញុំគេងសម្រាកភ្នែក I organize my room. I organize my room. ខ្ញុំរៀបចំបន្ទប់គេងរបស់ខ្ញុំដូច្នេះ organize នេះមានន័យថារៀបចំ my room បន្ទប់របស់ខ្ញុំ I organize my room ខ្ញុំរៀបចំបន្ទប់គេងរបស់ខ្ញុំ I walk the dog. I walk the dog. ខ្ញុំបណ្ដើរឆ្កែដើរលេង I walk the dog. walk មានន័យថាដើរ the dog មានន័យថាសត្វឆ្កែអញ្ចឹងមានន័យថា I walk the dog ខ្ញុំបណ្ដើរឆ្កែដើរលេង I do the laundry. I do the laundry. I do the laundry មានន័យថាខ្ញុំបោកខោអាវ I clean the house. I clean the house. Clean មានន័យថាសម្អាត the house មានន័យថាផ្ទះ I មានន័យថាខ្ញុំអញ្ចឹង I clean the house មានន័យថាខ្ញុំសម្អាតផ្ទះ I read a book. I read a book. ខ្ញុំអានសៀវភៅ read មានន័យថាអាន a book មានន័យថាសៀវភៅ I read a book ខ្ញុំអានសៀវភៅ
I watch movie I watch movie ខ្ញុំមើលរឿង watch មានន័យថាមើល movie មានន័យថារឿង watch បើសិនជា noun ឬក៏យើងហៅថានាមមានន័យថានាឡិកាដៃដល់ពេល watch កន្លែងនេះជាដើរតួជា verb ឬក៏យើងហៅថាកិរិយាសព្ទគឺកន្លែងនេះមានន័យថាមើលអញ្ចឹង I watch movie ខ្ញុំមើលរឿង I cook dinner I cook dinner ខ្ញុំចម្អិនអាហារពេលល្ងាច cook មានន័យថាចម្អិន dinner អាហារពេលល្ងាច I cook dinner ខ្ញុំចម្អិនអាហារពេលល្ងាច I make a to-do list I make a to-do list ខ្ញុំធ្វើបញ្ជីការងារដែលត្រូវធ្វើចឹង make មានន័យថាបង្កើតឬក៏ធ្វើ a to-do list មានន័យថាបញ្ជីដែលយើងរៀបចំទុកក្នុងការថាយើងនឹងធ្វើអីនៅថ្ងៃស្អែកយើងសរសេរបញ្ជីទុកហើយគឺយើងនិយាយថា I make a to-do list ខ្ញុំធ្វើបញ្ជីការងារដែលត្រូវធ្វើ I work on a project I work on a project ខ្ញុំធ្វើការលើគម្រោងមួយ I work មានន័យថាធ្វើការ on a project មានន័យថាគម្រោង I work on a project មានន័យថាខ្ញុំធ្វើការលើគម្រោងមួយ I reply to the messages I reply to the messages ខ្ញុំឆ្លើយតបសារអញ្ចឹង reply មានន័យថាឆ្លើយតប to the messages មានន័យថាសារអញ្ចឹងសរុបមកវិញ I reply to the messages ខ្ញុំឆ្លើយតបសារ I take a break ខ្ញុំសម្រាកឬកន្លែងនេះបើសិនជាយើងរៀនយើងហៅថាខ្ញុំចេញលេងអញ្ចឹងណាតែបើយើងធ្វើការគឺសម្រាកដល់ម៉ោងសម្រាក I take a break ខ្ញុំសម្រាក I eat lunch ខ្ញុំញ៉ាំអាហារថ្ងៃត្រង់អញ្ចឹង eat មានន័យថាញ៉ាំ lunch មានន័យថាអាហារថ្ងៃត្រង់ I attend meetings ខ្ញុំចូលរួមការប្រជុំ attend មានន័យថាចូលរួម meetings មានន័យថាការប្រជុំ I attend meetings មានន័យថាខ្ញុំចូលរួមការប្រជុំ I check my email ខ្ញុំពិនិត្យមើល email របស់ខ្ញុំ check មានន័យថាមើលឬក៏ត្រួតពិនិត្យ my email មានន័យថា email របស់ខ្ញុំ I go to work ខ្ញុំទៅធ្វើការ go to មានន័យថាទៅ work មានន័យថាធ្វើការ I go to work មានន័យថាខ្ញុំទៅធ្វើការ I have breakfast ខ្ញុំញ៉ាំអាហារពេលព្រឹក I have មានន័យថាកន្លែងនេះគឺប្រែថាញ៉ាំ breakfast មានន័យថាអាហារពេលព្រឹកអញ្ចឹង have ពេលខ្លះយើងប្រែថាមានប៉ុន្តែកន្លែងនេះបើយើងប្រែថាមានគឺអត់ត្រូវអត្ថន័យទេខ្ញុំមានអាហារពេលព្រឹកគឺយើងប្រែថាខ្ញុំញ៉ាំអាហារពេលព្រឹក I have breakfast ខ្ញុំញ៉ាំអាហារពេលព្រឹក I take a shower ខ្ញុំងូតទឹកអញ្ចឹង take a shower មានន័យថាងូតទឹក I brush my teeth ខ្ញុំដុសធ្មេញរបស់ខ្ញុំអញ្ចឹង brush មានន័យថាដុស my teeth មានន័យថាធ្មេញរបស់ខ្ញុំ I read the news ខ្ញុំអានព័ត៌មាន I read the news read មានន័យថាអាន the news មានន័យថាព័ត៌មានបងប្អូនប្រយ័ត្នច្រឡំកន្លែង news នេះថាថ្មី the news មានអីគឺមានន័យថាព័ត៌មានអញ្ចឹង I read the news មានន័យថាខ្ញុំអានព័ត៌មាន
I drink a cup of coffee I drink a cup of coffee ខ្ញុំផឹកកាហ្វេមួយពែង I drink a cup of coffee drink មានន័យថាផឹក a cup of coffee មានន័យថាកាហ្វេមួយពែង I wake up early I wake up early ខ្ញុំភ្ញាក់ពីគេងពីព្រលឹម I wake up មានន័យថាភ្ញាក់ពីគេង early មានន័យថាពីព្រលឹម Thank you for watching my video សូមអរគុណសម្រាប់ការទស្សនាវីដេអូ See you later